រឿងស្រីកណ្ដុរឲ្យកាលពីដើមមានបុរសមានប្រពន្ធបុរសនោះតែងតែទៅកាប់ឆ្ការរាល់ថ្ងៃលុះកាប់ឆ្ការទៅដល់ដើមជ្រៃធ្វើឲ្យស្ដេចកណ្ដុរសមានសេចក្តីភិតភ័យជាខ្លាំងស្ដេចកណ្ដុរនោះក៏ទៅអង្វរបុរសនោះថាសុំឲ្យទុកតែដើមជ្រៃមួយនេះខ្ញុំនឹងឲ្យរង្វាន់ក្នុងមួយថ្ងៃពំមាសឲ្យមួយដុំបុរសនោះក៏ព្រមទុកដើមជ្រៃឲ្យស្ដេចកណ្ដុរក៏បានយកមាសមកប្រគល់ឲ្យបុរសនោះជារៀងរាល់ថ្ងៃបុរសបានមាសហើយយកទៅប្រគល់ឲ្យប្រពន្ធរាល់ថ្ងៃប្រពន្ធសួរថាអ្នកបានមាសមកពីណាប្តីថានាងកុំចង់ដឹងអីចេះតែទុកទៅប្រពន្ធសួរថាបើអ្នកមិនប្រាប់ខ្ញុំនឹងទៅប្តឹងអ្នករាជការចៅតីឬទៅទូលស្ដេចថាអ្នកលួចព្រះរាជទ្រព្យបុរសនោះឮប្រពន្ធថាដូច្នោះក៏ភ័យហើយបានថ្លែងប្រាប់ទៅប្រពន្ធតាមដំណើរដែលបានមាសពីកណ្ដុរសនោះនាងប្រពន្ធបានដឹងដូច្នោះហើយក៏ប្រាប់ទៅប្តីថាអ្នកនេះហៅពេញជាឆោតចាញ់ប្រាជ្ញាសត្វបើអ្នកកាប់ដើមជ្រៃនោះនឹងបានមាសច្រើនព្រោះស្ដេចកណ្ដុរសវាយកមាសតែពីក្នុងដើមជ្រៃនោះបុរសនោះបានលើសម្ដីប្រពន្ធហើយក៏ជឿលុះព្រឹកឡើងទៅកាប់ដើមជ្រៃនោះរលំទៅហើយក៏ពុះមើលពុំឃើញមាសបន្តិចសោះស្ដេចកណ្ដុរសក៏រត់ចោលដើមជ្រៃនោះទៅវេលាយប់ស្ដេចកណ្ដុរសក៏នាំគ្នាទៅលួចយកមាសពីផ្ទះបុរសនោះអស់វិញមក